Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមជូនវីដេអូវែងបន្តិចទីតាំងនេះដែរគឺនៅ Tashkent Central Park នៅអូស្បេគីស្ថានចំពោះបងដែលចង់មកលេងអូស្បេគីស្ថាននៅរដូវក្តៅនេះអាចអញ្ជើញមកលេងកន្លែងហ្នឹងបាននេះកន្លែងហ្នឹង Central Park ហើយគឺទីតាំងល្អមានមនុស្សគាត់មកលេងច្រើនមែនតើដោយសារតែពេលល្ងាចអញ្ចឹងគឺវាត្រជាក់នៅនេះគេរៀបចំកន្លែងទេសចរកំសាន្តគេគឺស្អាតគេមានប្រព័ន្ធទឹកមានទឹកបាញ់មានប្រព័ន្ធទឹកដូចជាបន្លាយទឹកអីអញ្ចឹងណាហើយនៅ Central Park នឹងដែរគឺមានកន្លែងកូនក្មេងលេងមានឧបករណ៍ជិះកំសាន្តអីច្រើនហើយក៏មានកន្លែងលក់ម្ហូបដូចម្ហូបកូរ៉េ fast food អីច្រើនដែរហើយនៅឧស្បេគីស្ថាននេះដែរគេចាយលុយគឺចាយជាស៊ុំអញ្ចឹងបើសិនជាបងមានលុយដុល្លារអីគួរតែដូរជាសាច់ប្រាក់ស៊ុំហ្នឹងយើងអាចដូរនៅធនាគារបានឬមួយក៏ម៉ាស៊ីនដូរលុយបានបើសិនជាបងអត់មានសាច់ប្រាក់ជាស៊ុំទេបងអាចបងជា Visa Card បានប៉ុន្តែកន្លែងខ្លះគឺគេទទួលជា Visa Card កន្លែងខ្លះគេអត់អាចទទួលបានទេអញ្ចឹងយើងត្រូវបង់ជាសាច់ប្រាក់ហើយចំពោះបងដែលគាត់មូស្លីមមិនបារម្ភទេនៅអូស្បេគីស្ថាននេះគឺគេកាន់សាសនាមូស្លីមអញ្ចឹងងាយស្រួលក្នុងការហូបចុកមែនតើអត់បារម្ភថាម្ហូបមិនហាឡាលហារ៉ាមអីទេគឺម្ហូបទាំងអស់សុទ្ធតែហាឡាលហើយចំពោះភាសាដែរនៅនេះគេនិយាយភាសាអូស្បេកហើយនិងភាសារុស្ស៊ីអង់គ្លេសក៏គេនិយាយដែរប៉ុន្តែភាគតិចអញ្ចឹងណាបើសិនជាបងចេះរុស្ស៊ីគឺកាន់តែល្អគឺស្រួលទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅហើយនៅនេះដែរតាក់ស៊ីអីមិនសូវជាថ្លៃប៉ុន្មានទេយើងអាចបុកតាក់ស៊ីបានណាគឺតម្លៃធូរថ្លៃហើយចំពោះតម្លៃម្ហូបមានកន្លែងហាងខ្លះគឺថ្លៃបើហាងអាស៊ីថ្លៃបើសិនជា local ធម្មតាខ្ញុំគិតថាវាអត់សូវថ្លៃទេគឺតម្លៃសមរម្យធម្មតាអាចទទួលយកបានសម្រាប់ព័ត៌មានបន្ថែមទៀតខ្ញុំនឹងចេញវីដេអូក្រោយៗទៀតចំពោះបងដែលចង់មកលេងនៅនេះខ្ជិលធ្វើវីសាខ្លួនឯងអាចតំណែងមួយខ្ញុំបានខ្ញុំនឹងធ្វើវីសាឲ្យបានហើយតម្លៃគឺសមរម្យទេអាចតាក់ទងមកបានបាយបាយសុខសប្បាយសំណាងល្អ